មុនពេលត្រឡប់មកប្រទេសវិញខ្ញុំទើបតែរុញវ៉ាលីសម្ដៅទៅកាន់កុយស្រាប់តែមានទាំងសារពលឺមួយលេចឡើងនៅចំពោះមុខថាគុំឆ្លងកាត់ឲ្យសោះនៅក្នុងវ៉ាលីមានរបស់ខុសច្បាប់គឺគូដណ្ដឹងនឹងមិត្តល្អរបស់អ្នកជាអ្នកញាត់ពីចូលទៅដើម្បីឲ្យអ្នកត្រូវបានជួយគាត់ខ្លួនហើយការត្រួតពិនិត្យនយោបាយនឹងមានបញ្ហាភ្លាមឈ្មោះដែលត្រូវជ្រើសរើសបន្ទាប់នឹងធ្លាក់ទៅលើមិត្តភ័ក្តិរបស់អ្នកជាមុនអ្នកត្រូវបានគេលុបឈ្មោះចេញរងការជេរប្រមាថពេញបណ្ដាញសង្គមថាជាអ្នករពូនរហូតដល់បាក់ទឹកចិត្តធ្វើចំណែកមិត្តភ័ក្តិរបស់អ្នកបែរជាមកជំនួសកន្លែងរបស់អ្នកហើយរស់នៅយ៉ាងមានសុខកម្មគោជាមួយគូដណ្ដឹងរបស់អ្នកខ្ញុំឈរក្នុងមួយកន្លែងនៅវិនាទីបន្ទាប់គូដណ្ដឹងបានមកតាមដៃខ្ញុំហើយនិយាយថាបងស៊ូយៀនលឿនឡើងការវិលត្រឡប់ទៅវិញអូននៅត្រូវសាកល្បងរកការទៀតណារកការមួយនោះអូនរើសយ៉ាងយូរណាស់នាងងើយមុខមើលមកខ្ញុំមើលទៅពោពេញដោយក្តីស្រឡាញ់សារពលឺបានព្រមានម្ដងទៀតថាគុំជឿនាងបើឆ្លងកាត់ទៅអ្នកនឹងជាប់ជាសាពោខ្ញុំក៏វាដៃនាងចេញព្រាមរួចសម្លឹងទៅកាន់បុគ្គលិកជំរាបសួរខ្ញុំសូមស្នើបើកវ៉ាលីដើម្បីពិនិត្យដៃរបស់សិនរោខាងដែលជាគូដណ្ដឹងទាំងនៅលើអាកាសបងស៊ូយៀនបងវង្វេងស្មារតីហើយមែនទេទីនេះជាកន្លែងគេណាមិនមែននៅក្រោមផ្ទះរបស់យើងទេនឹកឃើញចង់បើកក៏បើកបងដឹងទេថាវាអាចនឹងខាត់ពេលប៉ុណ្ណាគ្រប់គ្នាចូលរហូតដល់ស្រពោនជើងអស់ហើយនាងនិយាយបណ្ដាលួចធ្វើមុខងដាក់ខ្ញុំបណ្ដាខ្ញុំកាន់បង្គោលទាញវ៉ាលីជាប់ដោយមិនខ្វល់ពីនាងខ្ញុំប្រកាសជាស្នើសុំឲ្យពិនិត្យបុគ្គលិកសម្លឹងមកខ្ញុំលោកម្ចាស់តើលោកចង់រីកាដោយស្ម័គ្រទេមែនទេបាទខ្ញុំសង្ស័យថាវ៉ាលីរបស់ខ្ញុំមានគេលួចបើកមុខរបស់សិនរោខាងប្រែជាស្លេកស្លាំងភ្នែករបស់នាងប្រែជាក្រហមភ្លាមជាវអានរ៉ានមិត្តល្អរបស់ខ្ញុំក៏ប្រញាប់ដើរមកពីក្រោយសម្លឹងមកខ្ញុំដោយចិញ្ចាំចង់ចូលគ្នាស៊ូយៀនតើឯងកំពុងធ្វើអ្វីហ្នឹងឯងជិតត្រូវឆ្លងកាត់ការត្រួតពិនិត្យនយោបាយហើយធ្វើបែបនេះនៅទីនេះតើខាងអង្គភាពគេគិតយ៉ាងម៉េចចំពោះឯងយើងនឹងរោខាងហោះហើរជាមួយឯងជាង10ម៉ោងហត់ស្ទើរស្លាប់ទៅហើយតែឯងបែរជាមកសង្ស័យពួកយើងទៅវិញសិនរោខាងក៏ងើបមុខឡើងភ្នែកក្រហមងាំងនាងទាញដៃអោរបស់ជាវអានរ៉ានហើយនិយាយតិចមែនហើយបងស៊ូយៀនពីមុនបងមិនមែនបែបនេះទេពីមុនបងតែងតែជឿជាក់លើអូនគ្រប់យ៉ាងបងភ្លេចហើយណាបងធ្លាប់សន្យានឹងអូនថានឹងធ្វើឲ្យអូនខ្លាចជាកូនក្រមុំដែលមានសុខកម្មគោបំផុតបងធ្វើបែបនេះឥឡូវនេះអូនខ្លាចណាស់នាងទាញខ្យល់ដកដង្ហើមវិញទឹកភ្នែករលីងរលោងភាពនឹងហូរស្រក់ពីរបបភ្នែកប៉ុន្តែនៅក្នុងចិត្តខ្ញុំគ្មានការអាណិតអាសូរបន្តិចណាឡើយមានតែការសម្លឹងមើលពួកគេជំហានដំបូងរបស់ពួកគេគឺមិនមែនសួរថាតើមានបញ្ហានឹងវ៉ាលីទេចង់ចោទប្រកាន់ខ្ញុំមុនថាស្មារតីមិនប្រក្រតីសារពលឺលេចឡើងម្ដងទៀតសាមនឹងសេណារីយ៉ូនេះទេជាតិមុនពួកគេនិយាយបែបនេះឯងរងចាំរហូតដល់អ្នកត្រូវបានគេឆែកឆេះពួកគេនឹងនិយាយថាអ្នកវង្វេងវង្វាន់យូរហើយប្រហែលជាភ្លេចខ្លួនឯងថាធ្លាប់ទិញវាខ្ញុំដកទូរស័ព្ទចេញមកបើកថតសម្លេងសិនរោខាងសម្លឹងមើលទូរស័ព្ទខ្ញុំបូមមាត់របស់នាងញ័រតិចបងកំពុងធ្វើអ្វីនឹងបងស៊ូយៀនបងថតសម្លេងអូនបងចង់ថតសម្លេងជាកំពុងរងភាពយុទ្ធធម៌ជាខ្លាំងរួចដាក់ថតក្រោយមួយជំហានតូចអូនជាគូដណ្ដឹងរបស់បងណាសូម្បីតែអូនក៏បងត្រូវការពីខ្លួនដែរតែហេតុអ្វីបងប្រែជាបែបខ្ញុំមិនខ្វល់ពីនាងឡើយចាប់ពីពេលនេះទៅខ្ញុំសូមស្នើឲ្យមានការកត់ត្រារាល់ដំណើរការពិនិត្យទាំងអស់វ៉ាលីរបស់ខ្ញុំចន្លោះម៉ោង10ទៅម៉ោង11យប់មិញបានឃ្លីឆ្ងាយពីភ្នែករបស់ខ្ញុំអ្នករួមដំណើរជាមួយខ្ញុំសិនរោខាងនឹងជាវអានរ៉ានសុទ្ធតែបានប៉ះពាល់វាទឹកមុខមើលម៉ាត់របស់ជាវអានរ៉ានប្រែប្រួលមួយផ្លែតលីនស៊ូយៀននេះជាលើកដំបូងដែលគេហៅឈ្មោះពេញរបស់ខ្ញុំគ្រាន់តែជួយអញថ្លឹងទៅមុនវ៉ាលីតាហើយនិយាយថាវ៉ាលីពេញពេកទើបជួយរៀបចំតែលើអញបែរជាមកចោទប្រកាន់ខ្ញុំទៅវិញធ្វើជាមិត្តភក្តិគ្នាច្រើនឆ្នាំមកនេះតើមានពេលណាខ្ញុំធ្លាប់ធ្វើបាបអញទេសិនរោខាងលូកដៃមកទាញវ៉ាលីបានហើយកុំរករឿងទៀតអីអូនជួយរឿងវាទៅឲ្យតើកាត់ច្រកចេញទៅខាងក្រៅសិនទៅចាំបងចង់ឆែកឆេរយ៉ាងម៉េចក៏បានដែរមិនល្អទេអីបងស៊ូយៀនអូនពិតជាហត់ខ្លាំងណាស់ចង់ទៅផ្ទះណាខ្ញុំថយក្រោយយ៉ាងលឿនកុំប៉ះខ្ញុំដៃរបស់នាងទៅទេសាស្មារបស់នាងញ៉ៅបន្តិចបងស្រែកដាក់អូនមែនទេបងស៊ូយៀនអូនហោះហើរជាមួយបងជាង10ម៉ោងអូនពលយន្តហោះគូត3ដងក៏មិនដែលប្រាប់បងដែរចុះចំណែកបងវិញបងបែរជាមកសង្ស័យអូនទៅពីអារម្មណ៍អូនពេលនេះទេនាងយំឡើងជោគធွာអ្នកដំណើរនៅជុំវិញចាប់ដើមសម្លឹងមើលមកប្រសាទភ្នែករបស់ពួកគេពោពេញដោយក្តីអាណិតអាសូរជាវអានរ៉ានឈរនៅខាងក្រវីក្បាលរួចដកដង្ហើមធំរោថាងគុំនិយាយទៀតអីពេលនេះគេមិនជឿនរណាម្នាក់ឡើយសូម្បីតែនាងក៏គេសង្ស័យដែរតើគេនៅខ្វល់ពីការខ្មាស់អៀនរបស់នាងទៀតទេសិនរោថាងជូតទឹកភ្នែកព្យាយាមញញឹមទាំងបង្ខំមិនអីទេខ្ញុំមិនខ្លាចខ្មាស់គេឡើយខ្ញុំគ្រាន់តែខ្លាចគេបំផ្លាញខ្លួនឯងប៉ុណ្ណោះមុនម៉ោង5ល្ងាចនេះត្រូវដាក់ឯកសារផ្លូវការត្រឡប់មកប្រទេសវិញហើយហាងរោការក៏ណាត់ជួបរួចរាល់ហើយដែរខ្ញុំរងចាំគេមករៀបការជាមួយខ្ញុំរងចាំអស់រយៈពេលយ៉ាងយូរគេត្រូវគេខត់ខ្លួននៅទីនេះចំណាត់ថ្នាក់លេខ1នឹងត្រូវបាត់បង់អនាគតក៏រីសូនដែរតើពួកយើងទៅថ្ងៃមុខត្រូវធ្វើដូចម្ដេចទៅនាងនិយាយចប់ក៏សម្លឹងមកខ្ញុំម្ដងទៀតទឹកភ្នែកហូរស្រក់មកមិនឈប់លីងស៊ូយៀនបើទោះបីជាបងមិនបារម្ភពីអូនក៏មិនត្រូវបោះបង់អនាគតខ្លួនឯងចោលដែរបើទោះបីជាបងមិនអាណិតខ្លួនឯងតែអូនអាណិតបងណាខ្ញុំងើបមុខមើលបុគ្គលិកខ្ញុំមិនឆ្លងកាត់ច្រកដែលគ្មានការរីកាទេខ្ញុំទូចសុំបើកវ៉ាលីបុគ្គលិកបានហៅប្រធានក្រុមដែលទទួលបន្ទុកនៅទីនោះមកប្រធានក្រុមរូបនោះគឺប្រធានឈិនសួរខ្ញុំបញ្ជាក់ម្ដងទៀតថាតើពិតជាចង់សុំបើកវ៉ាលីពិនិត្យមុនពេលឆ្លងកាត់ទៅមែនទេបាទបញ្ជាក់ឈៀវអានរ៉ានស្រាប់តែដើរទៅមួយទំហឹងប្រធានឈិនកុំស្ដាប់តាមការអន្ទះសារមួយពេលរបស់គេអីគេមុននេះធ្លាប់ប្រាប់ខ្ញុំថាចង់រៀបការហើយខ្ញុំសង្ស័យថាគេចង់យកឱកាសនេះដើម្បីគេពីការរីកាហើយយកពួកយើងធ្វើជាលេខសិនរោខាងងើបក្បាលឡើងភ្លាមបងស៊ូយៀនបើបងមិនចង់រៀបការជាមួយអូនបងអាចនិយាយត្រង់បានតែបងមិនអាចប្រើវិធីបែបនេះដើម្បីមកធ្វើបាបអូនឡើយតើបងឲ្យអូនមើលមកគេយ៉ាងម៉េចទៅថ្ងៃក្រោយទឹកភ្នែករបស់នាងហូរស្រក់មកតខ្ញុំសម្លឹងមើលពួកគេទាំងពីរនាក់ដែលឆ្លើយឆ្លងគ្នាមួយម៉ាត់ទៅមួយម៉ាត់មិនចោទថាខ្ញុំមានបញ្ហាស្មារតីក៏ចោទថាខ្ញុំចង់គេពីការរីកាដែរសរុបទៅគឺចង់ឲ្យខ្ញុំជាអ្នកមានបញ្ហាខ្ញុំកាន់តែទូចខ្លាំងឡើងខ្ញុំចង់សុំការពិនិត្យប្រធានក្រុមមុខក្បាលនាំទៅកាន់តុពិនិត្យផ្លូវទៅកាន់តុពិនិត្យមានចម្ងាយតែ30ម៉ែត្រប៉ុណ្ណោះតែសិនរោខាងនឹងជាវអានរ៉ាននៅមិនទាន់អស់ចិត្តឡើយសិនរោខាងដើរនៅខាងឆ្វេងរបស់ខ្ញុំនិយាយលួងលោមថាបងស៊ូយៀនឈប់ឥឡូវនេះនៅទាន់ពេលណាគ្រាន់តែប្រាប់ថាបងមើលច្រឡំទៅបានចាំអូនជួយពន្យល់ប្រាប់ប្រធានឈិនឲ្យថាបងមកពីហត់នឿយខ្លាំងពេកក្នុងពេលថ្មីនេះទើបធ្វើឲ្យវិលមុខបន្តិចបើទៅមុខទៀតវានឹងចូលក្នុងប្រព័ន្ធហើយណាថ្ងៃក្រោយលុបយ៉ាងណាក៏មិនចេះដែរបងគិតមើលទៅនាងងើយមុខមើលមកខ្ញុំភ្នែករបស់នាងពោពេញដោយក្តីបារម្ភអូនមិនមែនកំពុងបន្ទោសបងទេគឺអូនបារម្ភពីបងខ្លាំងណាស់បងដឹងទេជាវអានរ៉ាននិយាយសឹកនៅខាងស្ដាំដៃថាស៊ូយៀនតើឯងកាត់អីហ្នឹងរោខាងល្អចំពោះឯងកម្រិតណាតើឯងមិនដឹងខ្លួនទេមែនទេនាងជាមនុស្សស្រីម្នាក់បែរជាទៅឯងសង្ស័យនៅចំពោះមុខមនុស្សច្រើនយ៉ាងនេះតើឯងដឹងទេថានាងជាចាប់បណ្ណាពីមុនឯងជាមនុស្សយល់ដឹងពីសេចក្តីស្រឡាញ់បំផុតហើយពេលនេះប្រែជាបែបនេះទៅវិញពេលខ្ញុំមិននិយាយពួកគេកាន់តែអន្ទះសាខ្លាំងឡើងសិនរោខាងស្រាប់តែដកទូរស័ព្ទចេញមកម្រាមដៃចុចនៅលើអេក្រង់បើអញ្ចឹងអូនទូរស័ព្ទទៅលោកគ្រូទីងឲ្យគាត់ជួយណែនាំបងខ្លះបើបងមិនជួយអូនយ៉ាងហោចណាស់ក៏ត្រូវជួយលោកគ្រូដែរលោកគ្រូទីងគឺជាអ្នកទទួលបន្ទុកត្រួតពិនិត្យនយោបាយរបស់អង្គភាពជ្រើសរើសចិត្តខ្ញុំស្រាប់តែអន្ទះសាពេលទូរស័ព្ទភ្ជាប់នាងបានបើកឡាសលេខរួមខាងក្នុងឬសម្លេងមនុស្សស្រីអាឡូជំរាបសួរលោកគ្រូទីងនាងខ្ញុំជាគូដណ្ដឹងរបស់លីងស៊ូយៀនឈ្មោះសិនរោខាងចាស់សូមទោសដែលរំខានលោកគ្រូហើយពេលនេះគាត់នៅខាងកុយអារម្មណ៍របស់គាត់ហាក់ដូចជាមិនសូវនឹងនោះទេគាត់ទូចថាមានគេលួចបើកវ៉ាលីរបស់គាត់នាងខ្ញុំលួងក៏មិនស្ដាប់គាត់ក៏មិនឈ្នះដែរធម្មតាគាត់មិនដែលធ្វើខ្លួនបែបនេះទេនាងដកដង្ហើមធំសម្លេងរបស់នាងពោពេញដោយក្តីអស់សង្ឃឹមនិងបារម្ភខ្លាចតែអាចនឹងយឺតយ៉ាវក្នុងការដាក់ឯកសារនៅលេខនេះនាងខ្ញុំបារម្ភពីគាត់ខ្លាំងណាស់ជាវអានរ៉ានប្រញាប់និយាយលោកគ្រូសូមកុំបន្ទោសគេអីថ្មីនេះគេពិតជាមានសម្ពាធខ្លាំងណាស់ពួកយើងកំពុងតែខំប្រឹងមើលថែគេហើយថ្ងៃនេះពិតជាមានភាពខុសប្លែកបន្តិចសម្លេងមើលមកពីចុងខ្សែបើអីចឹងប្រញាប់ឡើងពេលត្រួតពិនិត្យនយោបាយគឺខ្លីខ្លាំងណាស់សិនរោខាងដាក់ទូរស័ព្ទចុះហើយមើលមកខ្ញុំឬទេសូម្បីតែលោកគ្រូក៏ប្រាប់ឲ្យប្រញាប់ដែរតើបងចង់រករឿងដល់ពេលណាទៀតសារពលឺរត់កាត់ម្ដងទៀតមិនអីចឹងនេះជាមិត្តរួមការងាររបស់សិនរោខាងតាប្រកាសគឺជាមនុស្សប្រុសខ្ញុំស្ទើរតែសើចចេញមកលោកគ្រូទីងឈ្មោះពេញគឺទីងឡានគាត់ជាគ្រូបង្រៀនប្រុសខ្ញុំបានធ្វើនៅចំពោះមុខពួកគេដោយចុចទូរស័ព្ទទៅកាន់លោកគ្រូទីងពិតប្រាកដលោកគ្រូទីងខ្ញុំគឺលីនស៊ូយៀនបាទពេលនេះខ្ញុំកំពុងស្ថិតនៅច្រកចូលកុយខ្ញុំសូមស្នើបើកវ៉ាលីដើម្បីពិនិត្យមុនពេលឆ្លងកាត់កុយខ្ញុំសង្ស័យថាអ្នករួមដំណើរបានប៉ះពាល់វ៉ាលីរបស់ខ្ញុំខាងចុងខ្សែស្រាប់តែមើលមកភ្លាមអញត្រូវសហការជាមួយកុយសិនកុំឆ្លងកាត់ច្រកណាមួយដែលមិនច្បាស់លាស់ឲ្យសោះចំពោះឯកសារបើមានការយឺតយ៉ាវត្រូវផ្ញើលិខិតបំភ្លឺនិងបង្កាន់ដៃទទួលរបស់គេមកខាងអង្គភាពនឹងយកយកខ្ញុំបើកឡាសលេខរួមទឹកមុខរបស់សិនរោខាងស្រាប់តែប្រែប្រួលភ្លាមម្រាមដៃកាន់ទូរស័ព្ទរបស់នាងកាន់តែណែនឡើងជាវអានរ៉ានក៏ធ្លាក់ក្នុងសភាពយ៉ាងដែរលោកគ្រូទីងសួរទៀតអំបញ្ញមិនមានគេខ្លាញ់ខ្លួនជាខ្ញុំតាក់ទងទៅឯងមែនទេខ្ញុំសម្លឹងមើលទៅសិនរោខាងបាត់ចុងខ្សែនិយាយយ៉ាងត្រជាក់រក្សាស្តាំងនោះទុកខ្ញុំបិទទូរស័ព្ទសិនរោខាងខំបូមមកក្រោមភ្នែកក្រហមម្ដងទៀតលីនស៊ូយៀននាងនិយាយតែគួរដាក់មកបងកំពុងតែអូនចូលក្នុងរឿងនេះដែរហើយបងដឹងទេដែលអូនទូរស័ព្ទទៅនោះគឺដោយសារតែបារម្ភពីបងទេតើអូនធ្វើខុសអ្វីទៅបងដឹងទេ
លោកគ្រូម្នាក់នោះត្រឡប់ទៅវិញតើគាត់នឹងគិតថាអូនកំពុងជួយបងកុហកដែរទេបងបំផ្លាញគេឈ្មោះអូនហើយទើបបងអស់ចិត្តមែនទេជាវអានរ៉ានផ្លាស់ប្ដូរល្បិចភ្លាមគេទូរស័ព្ទទៅម្ដាយរបស់ខ្ញុំជាវីដេអូខលអ្នកមីងជួយណែនាំស៊ូយិនលឿនឡើងគេនៅកន្លែងគយគឺចង់ឲ្យគេពិនិត្យវ៉ាលីថែមទាំងចោទថាខ្ញុំនឹងរកខាងធ្វើបាបគេទៀតអ្នកមីងមើលស្ថានភាពគេពេលនេះទៅរកខាងបារម្ភរហូតដល់ខ្ញុំអស់ហើយនិយាយយ៉ាងណាក៏គេមិនស្ដាប់ដែរម្ដាយខ្ញុំស្លន់ស្លោរហូតដល់ញ័រសម្លេងស៊ូយិនមានរឿងអីហ្នឹងកុំរករឿងអីកូនមានរឿងអីចាំត្រឡប់មកផ្ទះសិននិយាយគ្នាឆ្លងកាត់គួយសិនទៅហើយប្រញាប់ដាក់ឯកសារទៅកូនសិនរកខាងឆ្លៀតឱកាសឲ្យមុខមកចិត្តអេក្រង់និយាយទាំងទឹកភ្នែករលីងរលងអ្នកមីងក្មួយពិតជាមិនដឹងថាក្មួយធ្វើខុសអ្វីឡើយគ្រាន់តែចង់ឲ្យគាត់ឆ្លងកាត់គួយសិនប៉ុណ្ណោះក្មួយចង់ឲ្យគាត់ល្អជាងនរណាទាំងអស់តែគាត់នាងនិយាយលេងទេក៏ខំបូមមកប្រវីក្បាលខ្ញុំសម្លឹងមើលទៅម្ដាយរបស់ខ្ញុំនៅលើអេក្រង់បេះដូងរបស់ខ្ញុំដើរខុសច្បាប់បន្តិចសារពលលេខឡើងម្ដងទៀតកុំទុនចិត្តឲ្យសោះជាតិមុនអ្នកគ្រាន់តែស្ដាប់ពាក្យថាឲ្យឆ្លងកាត់គួយសិននេះឯងហើយបន្ទាប់មកគឺត្រូវចាប់សរុបតែម្ដងខ្ញុំនិយាយមកពេលនេះខ្ញុំមិនមែនកំពុងរករឿងទេខ្ញុំកំពុងរីកាពីហានិភ័យដោយស្ម័គ្រចិត្តបើខ្ញុំឆ្លងកាត់ទាំងប្រថុយប្រឋានពេលនេះលទ្ធផលទើបមិនអាចស្រោចស្រង់បានម្ដាយខ្ញុំទាំងស្ងៀមសិនរកខាងលោកដៃមកសង្កត់ទូរស័ព្ទរបស់ខ្ញុំភ្លាមកុំធ្វើឲ្យអ្នកមីងភ័យអីសុខភាពអ្នកមីងមិនសូវល្អបងមិនមែនមិនដឹងទេខ្ញុំគេចេញរួចចិត្តបិទទូរស័ព្ទរួចនិយាយទៅកាន់ប្រធានឈីនសូមបន្តទៅទៀតចុះជាវអានរ៉ានទីបំផុតលេងសម្ដែងទៅទៀតហើយគេសម្លឹងមើលមកខ្ញុំនិយាយដោយសម្លេងសឹបលីងស៊ូយៀនអញពិតជាខ្លាំងមែនសង្ឃឹមថាអញបានស្រន់ឲ្យក្នុងវ៉ាលីគ្នារបស់អ្វីទៅចុះខ្ញុំសម្លឹងមើលទៅពិនិត្យដែលនៅចំពោះមុខបេះដូងរបស់ខ្ញុំលោកញាប់ណាស់ខ្ញុំដកទូរស័ព្ទចេញមកបើកថតសម្លេងវ៉ាលីត្រូវបានដាក់នៅលើពិនិត្យអ្នកពិនិត្យពាក់ស្រោមដៃរួចរាល់ខ្ញុំវិលេកោសម្ងាត់ពីសម្លេងក្រាកវ៉ាលីត្រូវបានបាត់ចេញផ្នែកខាងលើគេបង្អស់គឺជាខោអាវការបូកដាក់ឯកសារនិងសៀវភៅជំនាញពីរបីក្បាលសិនរោທາງស្រាប់តែធូរទ្រូងយ៉ាងខ្លាំងរួចបែរទៅរកប្រធានឈីនហើយអនគោរពប្រធានឈីននាងខ្ញុំពិតជាសុំទោសខ្លាំងណាស់ចាស់ធ្វើឲ្យខាត់ពេលវេលារបស់លោកហើយលោកមើលទៅឆែករួចរាល់ហើយតាគាត់គ្រាន់តែបារម្ភខ្លាំងពេកប៉ុណ្ណោះចាំត្រឡប់ទៅផ្ទះវិញនាងខ្ញុំនឹងងាកមកមើលខ្ញុំមួយភ្លែតដូចជាកំពុងមើលសង្សារដែលទើបតែធ្វើខុសម្នាក់ចង់ធ្វើអីក៏ធ្វើទៅចាំត្រឡប់ទៅវិញចាំមើលអូនប្រាប់ម៉ាក់យ៉ាងម៉េចខ្លះតែបងត្រូវតែសុំទោសបងអានរ៉ានគេមានបំណងល្អចង់ជួយបងតែបងបែរជាចាត់ទុកគេជាមនុស្សអាក្រក់ទៅវិញជាវអានរ៉ានគ្រប់វិដ័យធ្វើទៅមកទូលំទូលាយមិនអីទេបំភ្លេចពីចុះខ្ញុំមិនត្រូវការឡើយខ្ញុំគ្រាន់តែមានអារម្មណ៍អស់សង្ឃឹមក្នុងនាមជាមិត្តភក្តិចុងក្រោយសូម្បីតែការទុកចិត្តគ្នាបន្តិចបន្តួចក៏គ្មានដែរខ្ញុំមិនខ្ជិលមើលពួកគេឡើយខ្ញុំសម្លឹងមើលអ្នកពិនិត្យដែលកំពុងឆែកឆេរម្ដងបន្តិចផ្នែកខាងលើគ្មានបញ្ហាទេថតចំហៀងគ្មានបញ្ហាទេការបូកឯកសារគ្មានបញ្ហាទេស្មារតីរបស់ជាវអានរ៉ានចាប់ដើមធូរស្រាលបន្តិចម្ដងគេដើរទៅចិត្តប្រធានឈីននិយាយតិចប្រធានឈីនលោកមើលទៅឆែករួចរាល់ហើយតើគេគ្រាន់តែបារម្ភខ្លាំងពេកប៉ុណ្ណោះមិនមែនមានចិត្តណាទេតើអាចគុំគាត់ត្រាទុកបានទេអនាគតរបស់គេពិតជាសំខាន់ណាស់សូមលោកមេត្តាផងចុះប្រធានឈីនមិនឆ្លើយតបឡើយអ្នកពិនិត្យលោកដៃទៅសង្កត់បាត់វ៉ាលីស្រាប់តែកាយវិការក៏គាំងស្ងៀមគេញើសមុខឡើងកម្រាស់បាត់វ៉ាលីមានភាពមិនប្រក្រតីប្រសើរភ្នែករបស់សិនរោທາງប្រែប្រួលភ្លាមស្នាមញឹមនៅលើបូម៉ាត់របស់នាងត្រូវកកស្ទះប្រធានឈីនដើរទៅចិត្តដើម្បីបាត់ពិនិត្យសិនរោທາងស្រាប់តែបើកដៃទាំងពីរចេញដើម្បីការពារនៅចំពោះមុខវ៉ាលីចាំបន្តិចសិននេះជាវ៉ាលីដែលប៉ាម៉ាក់របស់គាត់ទិញឲ្យគាត់តើវាថ្លៃខ្លាំងណាស់គាត់តែងតែថែរក្សាវាដូចជាទ្រព្យសម្បត្តិរបស់លោកធ្វើឲ្យវាខូចគាត់ប្រកាសជាសាយក្រោយស្លាប់មិនខាននាងងាកទៅមើលជាវអានរ៉ានមែនទេបងអានណាជាវអានរ៉ានប្រញាប់និយាយមែនហើយស៊ូយិនស្រឡាញ់បំផុតវ៉ាលីនេះទៅណាក៏គេយកតាមខ្លួនដែរមិនឲ្យនរណាប៉ះពាល់ឡើយមុននេះគេថែមទាំងនិយាយថាមានលក្ខណៈអនុស្សាវរីយ៍សូមរៀបការនៅខាងក្នុងទៀតផងដើម្បីទុកឲ្យរោທາងមើលមុខរបស់សិនរោທາងប្រែជាក្រហមព្រឿងនាងអន់ក្បាលចុះម្រាមដៃលេងជាអៅមែនហើយមិនដឹងថាមានលក្ខណៈរបស់ញាប់អត់អីនៅខាងក្នុងទេដឹងបើកាត់វាចេញគួរឲ្យសាយណាស់ខ្ញុំសើចចំអករួចនិយាយកាត់ព្រាមវ៉ាលីនេះគឺខ្ញុំទិញដោយខ្លួនឯងទេគ្មានវត្ថុអនុស្សាវរីយ៍សូមរៀបការអីឡើយសិនរោທາងងើបមុខមើលមកខ្ញុំភ្នែកក្រហមយ៉ាងម្ដងទៀតលីងស៊ូយិនបងចង់និយាយថាអូនកំពុងតែកុហកមែនទេបងធ្វើឲ្យអូនខ្មាស់គេនៅចំពោះមុខមនុស្សច្រើនបែបនេះបងពិតជាចង់ដាប់លើខុសរហូតមែនទេនាងនិយាយកាន់តែអួតដាមកទឹកភ្នែកហូរស្រក់ចុះមកពីមុនបងមិនមែនបែបនេះទេពីមុនបងស្រឡាញ់អូនបំផុតតើបងចង់ឲ្យអូនអង្គរបងយ៉ាងម៉េចទៀតតើតែអូនលើកជង្គង់សុំបងមែនទេខ្ញុំមិនឆ្លើយតបឡើយប្រធានឈីនធ្វើសញ្ញាឲ្យបន្តអ្នកពិនិត្យយកឧបករណ៍មកគាស់បាត់វ៉ាលីជាវអានរ៉ានស្រាប់តែខ្ទប់ទ្រូងហើយផ្អែកទៅលើជញ្ជាំងខ្ញុំណែនទ្រូងណាស់សិនរោທາងស្រែកអោមួយទំហឹងរួចប្រញាប់អង្គុយចុះទៅទប់គេភ្លាមបងអានរ៉ាននាងងើបក្បាលឡើងនិយាយទាំងយំសឹកសួរប្រធានឈីនគាត់មានជំងឺបេះដូងពួកយើងហោះហើរជាង10ម៉ោងមកហើយសម្ពាធឈីនរបស់គាត់តែងតែឡើងខ្ពស់តើអាចអនុញ្ញាតឲ្យគាត់ទៅខាងក្រៅដើម្បីលេបថ្នាំសិនបានទេជាវអានរ៉ានឈីយឹមទ្រាំរួចផ្ទះក្នុងដៃសិនរោທາងតិចនិយាយដោយសំឡេងសោយរោທາងមិនអីទេទុកខ្ញុំចោលទៅកុំឲ្យតែរំខានដល់ស៊ូយិនដោយសារតែខ្ញុំចង់ឆែកក៏ឆែកទៅចុះខ្ញុំទ្រាំបានខ្ញុំមិនអីទេមាត់និយាយថាកុំបារម្ភតែដៃបែរជាខ្ទប់វ៉ាលីជាប់មិនលេងឡើយប្រធានឈីនសម្លឹងមើលទៅបុគ្គលិកនៅក្បែរនោះនាំគាត់ទៅអង្គុយលើកៅអីសិនទៅមនុស្សដែលពាក់ព័ន្ធទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យចាក់ចេញឡើយមុខរបស់ជាវអានរ៉ានប្រែជាស្លេកសាំងជាមុនសិនរោທາងស្រាប់តែក្រោកឈរឡើងស្រែកដាក់ខ្ញុំទាំងទឹកភ្នែកហូរហៀស្រក់មកលីងស៊ូយិនបងអស់ចិត្តហើយមែនទេដែលបង្ខំបងអានរ៉ានដល់ថ្នាក់នេះបងនៅចង់ឆែកអីទៀតតើគាត់មានកន្លែងណាខុសចំពោះពីតូចរហូតដល់ធំឲ្យតែបងមានបញ្ហាតើមានលើកណាដែលមិនមែនជាគាត់ជួយបងដោះស្រាយតើបងមានមន្តសការខ្លះទេខ្ញុំនិយាយយ៉ាងខ្លីបន្តទៅខណៈពេលនោះឯងសិនរោທາងដកវិកេតបတ်មួយសន្លឹកចេញពីហោប៉ៅម្រាមដៃរបស់នាងនៅតែញាប់តិចប្រធានឈីននាងខ្ញុំនឹកឃើញហើយចាស់របស់ទាំងនេះប្រហែលជាវត្ថុអនុស្សាវរីយ៍ដែលគាត់ទិញនៅក្រៅប្រទេសនាងខ្ញុំខ្លាចលោកពូអ្នកមានដឹងថាគាត់ចាយលុយខ្ជិះទើបជួយលាក់វិកេតបတ်នេះទុកឲ្យគាត់តែងតែចាយលុយដៃធំខ្លាំងណាស់នាងខ្ញុំខ្លាចគាត់រងការស្ដីបន្ទោសជួយលាក់បាំងនាងហុចវិកេតបတ်មកឲ្យខ្ញុំមិនទទួលឡើយសារពលឺលោកប្រមានយ៉ាងលឿនកុំប៉ះអសោះនៅលើនោះសុទ្ធតែជាស្នាមរៀនដៃរបស់ពួកគេទាំងអស់វិកេតបတ်នេះគឺបានមកពីពេលដែលជាវអានរ៉ានទិញរបស់ខ្ញុំដើរថយក្រោយមួយជំហានសូមធ្វើការរក្សាទុកជាប្រសាចុះដៃរបស់សិនរោທາងទាំងនៅលើអាកាសបងស៊ូយិនសូម្បីតែវិកេតបတ်ដែលអូនជួយលាក់ទុកឲ្យបងក៏មិនទទួលដែរតើអូនធ្វើខុសអ្វីខ្លះទៅបងជួយប្រាប់អូនមកបានទេប្រធានឈីនហុចថងពុស្តាំងមករួចប្រាប់ឲ្យនាងដាក់វិកេតបတ်នោះចូលទៅក្នុងជាវអានរ៉ានស្រាប់តែក្រោកឈរពីកៅអីភ្លាមនិយាយទាំងអន្តេសាស៊ូយិនតើអញចង់សម្ដែងដល់ពេលណាទៀតពេលដែលអញទិញរបស់ទាំងនោះខ្ញុំធ្លាប់តែអញបែរជានិយាយថាវាគ្រាន់តែជានំចំណីបន្តិចបន្តួចមិនខុសច្បាប់ទេឥឡូវនេះល្អហើយអញធ្វើឲ្យរឿងកាន់តែធំបែបនេះតើអញចង់បញ្ចប់វាដោយរបៀបណាខ្ញុំសម្លឹងមើលទៅគេតើខ្ញុំបានទិញអ្វីខ្លះគេប្រញាប់ឆ្លើយគឺស្ករគ្រាប់ទន់ព្រមទាំងបារីនិងស្រាទាំងនោះគេស្រាប់តែគប់មកចិត្តភ្លាមប្រធានឈីនងើបមកឡើងវ៉ាលីមិនទាន់ត្រូវបានបាត់ចេញផងតើហេតុអ្វីបានជាអញដឹងថានៅខាងក្នុងមានរបស់ជាវអានរ៉ានប្រែជាស្លេកសាំងសម្លេងយំរបស់សិនរោທາងក៏ស្ទះនៅក្នុងបំពង់កនិយាយលេងចេញបន្ទាប់មកនាងស្រាប់តែស៊ូទៅរកវ៉ាលីដៃទាំងពីរកាន់វ៉ាលីជាប់ចាំអូនបើកវាដោយខ្លួនឯងអូនមិនមែនកំពុងជួយលាក់បាំងគាត់ទេអូនគ្រាន់តែចង់បញ្ជាក់ថាគ្មានរបស់អ្វីនៅខាងក្នុងពិតមែនខ្ញុំស៊ូទៅសង្កត់ដៃរបស់នាងមិនត្រូវបានអនុញ្ញាតឲ្យប៉ះពាល់ឡើយនៅក្នុងពេលដណ្ដើមគ្នាបាត់វ៉ាលីត្រូវបានរហែកចេញជាចន្លោះមួយហើយថងប៊ុំខ្យល់ចេញមួយបានធ្លាក់ចេញមកក្រៅ